មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងដោយរថយន្តដឹកដីមួយគ្រឿងបានដាច់ហ្វ្រាំងហើយជ្រុលចង្កូតទៅបុករោងម៉ាស៊ីនកិនស្រូវបណ្ដាលឲ្យតកែរោងម៉ាស៊ីនម្នាក់ទទួលរងរបួសធ្ងន់ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 5 ខែធ្នូឆ្នាំ 2013 នៅចំណុចភូមិអូអំបិលសង្កាត់អូអំបិលក្រុងស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹកដីដឹកផ្ទុកពេញព្រៀបធ្វើដំណើរចេញពីកន្លែងជីកកកាយដីនៅលើភ្នំលុះបន្ទាប់មករថយន្តក៏ដាច់ហ្វ្រាំងចាប់ពីមុខសាលារៀនវិទ្យាល័យអូអំបិលហើយនៅពេលនោះគេឃើញអ្នកបើករថយន្តព្យាយាមកាច់ចង្កូតរថយន្តដើម្បីបញ្ជាកុំឲ្យបុកប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើផ្លូវនោះហើយរថយន្តក៏មកដល់ចំណុចផ្លូវបត់កែងនិងផ្លូវជាតិលេខ 5ក៏បើកត្រង់បំបុកចូលក្នុងរោងម៉ាស៊ីនកិនស្រូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងសង្កត់តកែរោងម៉ាស៊ីនស្រូវកំពុងធ្វើការនៅក្នុងរោងម៉ាស៊ីននោះបណ្ដាលឲ្យទទួលរងរបួសធ្ងន់ឃើញដូច្នេះអ្នករស់នៅក្បែរកន្លែងកើតហេតុក៏ចូលទៅចាប់ទាញអូសជនរងគ្រោះចេញដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះធុយវិចិត្រភេប្រុសអាយុ 50 ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើចំណែកអ្នកបើករថយន្តឈ្មោះយ៉ាកំឡុងភេប្រុសអាយុ 27 ឆ្នាំរស់នៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងស្រីសុភ័ណ្ឌមិនទទួលរងរបួសនោះទេពាក់ព័ន្ធនឹងរថយន្តដឹកដីនេះប្រជាពលរដ្ឋរស់នៅចំណុចកើតហេតុខាងលើបានបញ្ចេញនូវភាពក្តៅក្រហាយចំពោះក្រុមហ៊ុនរថយន្តដឹកដីលក់ដែលក្នុងមួយថ្ងៃយ៉ាងហោចណាស់រថយន្តដឹកដីឆ្លងកាត់លើកំណត់ផ្លូវខាងលើមិនក្រោម100រថយន្តនោះឡើយក្នុងនោះរថយន្តបានដឹកផ្ទុកដីលើសទម្ងន់បំផ្លាញផ្លូវបេតុងមួយខ្សែនេះបណ្ដាលឲ្យបាក់ស្រុតជាអន្លើហើយប្រជាពលរដ្ឋក៏បានចុះប្រកាន់ពីអាជ្ញាធរមិនបានទប់ស្កាត់និងយកចិត្តទុកដាក់អំពីបញ្ហារថយន្តដឹកដីនោះផងដែរនិយាយពីរឿងឡានដឹកដីនៅកន្លែងនេះប្រជាជននៅសំដល់ធានភូមិហើយក៏មិនដែលបានធ្វើអីបានដែររយៈកន្លងមកគឺដាច់ប្រាំងពី3លើកហើយតែមិនមានគ្រោះថ្នាក់ដល់ប្រជាជនទេតែលើកនេះក៏ដាច់ប្រាំងខ្លាំងវាប៉ះទៅដល់រោងស៊ីនរោងអីគេចេះសុំឲ្យអង្គការឬក៏រដ្ឋាភិបាលជួយដោះស្រាយឲ្យឡានដឹកដីបំពេញធ្វើម៉េចឲ្យក្រៅពីផ្លូវនេះផងតើក្នុងមួយថ្ងៃមានឡានដឹកដីប្រមាណគ្រឿងដែរយើងគេចើណារឹបមិនអស់ទេចើរឹប100គ្រឿងទៀតឡានដឹកដីកន្លែងនេះមានប៉ះពាល់ដល់តែប្រជាពលរដ្ឋទេគឺប៉ះពាល់ដល់សិស្សស្លាយច្រើនជាគេបំផុតគឺសិស្សស្លាណាពេលសិស្សស្លាឡើងមកឬក៏ឡានដឹកដីមកក៏ឆ្លៀតគ្នានៅកន្លែងនេះទាំងអស់តាំងពីរយៈកាលកន្លងមកគឺថាពេលប្រឡងដូចគ្នាដែរពេលប្រឡងសិស្សកាន់តែច្រើនឡានដឹកដីក៏កាន់តែចង្អៀតនៅកន្លែងនេះដែរហេតុដូច្នេះសូមស្រុកពោសូមឲ្យជួយធ្វើម៉េចឲ្យឡានដឹកដីកុំឲ្យដឹកតាមផ្លូវនេះព្រោះប៉ះពាល់ដល់ប្រជាជនផងប៉ះពាល់ដល់សិស្សផងបាទវាកំពុបដីហើយសិស្សច្រើនហើយកូនខ្ញុំចៅខ្ញុំច្រើនណាស់តាមយ៉ាងចេញចូលហើយឡានរវិនរវាឲ្យជើងផ្លូវចង្អៀតសូមប្រវត្តិណាឲ្យគុណវិញ្ញាណឲ្យជាពលរដ្ឋផងគូបញ្ជាក់ថានៅក្រុងសិទ្ធិភ័ណ្ឌនេះដែរកាលពីយប់ថ្ងៃទី 4 ខែធ្នូឆ្នាំ 2013 យ៉ាងហោចណាស់អ្នកជិះម៉ូតូចំនួន 3 នាក់ទទួលរងរបួសធ្ងន់នឹងស្រាលដោយជួបនៅគ្រោះថ្នាក់ចរាចរណ៍ពីករណីដីដោយឡែកពីគ្នាខណៈដែលជនរងគ្រោះជិះម៉ូតូបុកគៀនិងរថយន្តដូចគ្នាគឺនៅលើកំណាត់ផ្លូវជាតិលេខ 5ត្រង់ចំណុចរង្វង់មូលស្រីគ្រប់លក្ខសង្កាត់ព្រះពន្លានិងចំណុចខាងមុខខ្លងទ្វារសាលារៀនអូអំបិលស្ថិតនៅសង្កាត់អូអំបិលក្រុងស្រីសុភ័ណ្ឌខ្ញុំវិជ្ជការអប្សរានេតរីកាពីខេត្តបន្ទាយមានជ័យ